Bike clear រូបថតនាយរដ្ឋមន្ត្រីថៃជាមួយមេ scammer កំពុងផ្ទុះការសង្ស័យប្រជាជនថៃកំពុងផ្ទុះការជជែកវែងញែកនិងចោទជាសំណួរជុំវិញរូបថតបែបធ្លាយមួយសន្លឹកដែលបង្ហាញពីនាយករដ្ឋមន្ត្រីអនុទានឆាន់វីរកុលថតជាមួយមេ scammer ឈ្មោះថា Ben Smith ក្នុងរូបថតជាក្រុមនោះគេឃើញលោកអនុទានពាក់អាវធំឈរនៅចុងគេចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅឈរនៅចន្លោះមនុស្ស3នាក់ទៀតនៅទីតាំងដែលគេមិនបញ្ចេញ Smith និងបុរសម្នាក់ទៀតឈ្មោះ Jim Leck គឺជាពាណិជ្ជករបរទេសដែលសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងក្រុមអក្រិតជនអនឡាញអន្តរជាតិអ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃហើយភរិយារបស់ពួកគេគឺមានភាគហ៊ុននៅក្នុងវិស័យអចលនទ្រព្យនិងអាកាសចរឯកជនដែលជាអាជីវកម្មត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីបិទបាំងថវិកាខុសច្បាប់ផងដែររូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ AMLO បានរឹបអូសរកសម្បត្តិជាង 9,000 លានបាតនៅក្នុងករណីលាងលុយកខ្វក់របស់ Smith ជាមួយគ្នានេះក៏មានការទម្លាយរូបថតរបស់ Smith ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ NET នីតិផានប្រផាតជាមួយមេ scammer រូបនេះផងដែរ